វីដេអូនេះខ្ញុំចំណាយពេល6ថ្ងៃដើម្បីធ្វើការយក God Human ចឹងត្រូវតែចុច like and subscribe ឲ្យខ្ញុំម្នាក់មួយមកហើយយកអ្នកគ្នាជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមកធ្វើការលេង Play Off Road យក God Human ឥឡូវនេះធ្វើការដើរទៅកន្លែង farm bone ដើម្បីយកបូនយកមក roll យក rare item ដើម្បីទៅបើក unlock Dragon Talon បន្ទាប់ពីបើក graphic ហើយខ្ញុំធ្វើការដើរទៅកន្លែងបើក bone ដើម្បីធ្វើការបើក bone random allo បាន rare item ដើម្បីយកទៅ unlock Dragon Talon ឥឡូវនេះយើងធ្វើការសាកបើកលើកដំបូងចង់ដឹងថាបានឬទេខ្ញុំដាក់ពាក្យថា please ដើម្បីឲ្យវាមានចិត្តធម៌បើកលើកទី1បាន fragment បើកលើកទី2បានលុយបើកលើកទី3បាន XP គុណ2បើកលើកទី4បានលុយលើកទី5ជាលើកចុងក្រោយបានលុយសរុបទៅយើងបានអស់ឥឡូវនេះធ្វើការ random fruit មួយស្មៅហើយលេងដាក់ skill ហើយដាក់ក្តាប់ដៃដាក់ skill ចាំមើលថាបានរបស់គេដែរដឹងបាន dragon ណាអ្នកគ្នាចាំមើលដឹងបាន dragon ហើយនេះអ្នកគ្នាចាំមើលបាន dragon ណានេះបាន dragon ហើយបាន dragon ឥឡូវនេះខ្ញុំធ្វើការមកបើក bone ទៀតណាអ្នកគ្នាដោយសារខ្ញុំទៅ farm bone ហើយឥឡូវខ្ញុំធ្វើបើកកន្លែង pray មួយសិនណាលោកបានរបស់អីតែគឺមិនបានអីទេអញ្ចឹងខ្ញុំធ្វើការបើក bone លើកទី1បានគេដែរអត់បានអីល្អទេលើកទី2អត់ល្អលើកទី3អត់ល្អទៀតខ្ញុំវេទនីជាងគេគឺកន្លែង Dragon Talon នឹងហើយគឺវាបើកមិនងាយបានទេ array item ហ្នឹងបើកបានតែ fragment លុយឬក៏គុណ2 HP ហ្នឹងអ្នកគ្នាឥឡូវនេះគឺដៃ Sharkman Karate របស់ខ្ញុំគឺចិត្តបាន400 mastery អ្នកគ្នាអញ្ចឹងខ្ញុំវាយវាឡើង400 mastery ចាំមើលអ្នកគ្នា400 mastery ចិត្តបានមកដល់ហើយវាយចុះវាយឡើងដាក់ឆ្វេងដាក់ស្ដាំចិត្តងាប់បើ Haki Observation បាន400 mastery អូឥឡូវនេះខ្ញុំបាន rare item ហើយខ្ញុំ unlock Dragon Talon style ឥឡូវខ្ញុំបាន Dragon Talon ហើយអ្នកគ្នាឥឡូវនេះខ្ញុំបាន Co-fighting style គ្រប់ mastery 400ហើយអញ្ចឹងខ្ញុំអាចទៅយក God Human បានហើយមុននឹងទៅយកខ្ញុំបានវាយ Pirate នៅ Castle of Sea បាន Rumble ពិតជាកប់ 3 ខ្លាំងមែនតើខ្ញុំមិនដឹង screen នៅក្នុង block front កាត់អីទេអ្នកនេះគឺរួមចូលគ្នាគឺបាក់មើលខ្លាំងមែនតើចង់គឺបាក់ឡើងលើដើមឈើនេះខ្លាំងតែអ្នកនេះហើយឥឡូវយើងធ្វើការចូលទៅទិញ God Human ទាំងអស់គ្នាបាទអូចិត្តបាននេះមកល្មមនេះបានអស់ហើយ God Human កាហ្វេអ្នកគ្នាកុំភ្លេចជួយចុច like and subscribe ម្នាក់មួយផងខ្ញុំធ្វើវីដេអូនេះយូរខ្លាំងមែនតើ